កាលពីនៅតូចខ្ញុំមានសុបិនចង់ផ្លាស់ប្ដូរពិភពលោកមួយនេះតែពេលធំដឹងក្តីឡើងខ្ញុំក៏លែងមានគំនិតបែបនោះហើយក៏មិនដឹងថាតើត្រូវធ្វើវាបែបណាដែរតែគ្រាន់តែអាចគិតត្រឹមតែថាតើត្រូវធ្វើអ្វីសម្រាប់ជីវិតខ្លួនឯងបានប៉ុណ្ណោះខ្ញុំបានធ្វើអ្វីគ្រប់បែបយ៉ាងដោយគ្មានកំណត់បាននៅអត្ថន័យសំខាន់អ្វីឡើយក្រោយមកខ្ញុំក៏នឹកឃើញនៅពាក្យមួយឃ្លាម្សិលមិញខ្ញុំឆ្លៀសវៃចង់ផ្លាស់ប្ដូរពិភពលោកតែថ្ងៃនេះខ្ញុំមានបញ្ញាខ្ញុំត្រូវផ្លាស់ប្ដូរខ្លួនឯងជាមុនសិនពេលខ្ញុំយល់ឃើញយ៉ាងដូចនេះហើយរឿងដែលខ្ញុំត្រូវធ្វើមុនគេនោះគឺការស្វែងរកជីវិតខ្លួនឯងជាមុនពីព្រោះគ្រប់យ៉ាងផ្លាស់ប្ដូរទៅបានពេលដែលយើងផ្លាស់ប្ដូរខ្លួនឯងអ្វីផ្សេងទៀតនឹងមកតាមក្រោយយើងអាចមានលទ្ធភាពធ្វើអ្វីគ្រប់យ៉ាងដែលយើងពេញចិត្តចង់ធ្វើតែអ្វីដែលសំខាន់នោះគឺជាអ្វីដែលស្ថិតនៅចន្លោះរវាងយើងនិងអ្វីដែលយើងចង់ក្លាយទៅជាវាអាចមិនមែនជាពេលវេលាមិនមែនជាលុយមិនមែនជាឱកាសវាគឺខ្លួនយើងនេះឯងតើហេតុអ្វីទៅពីព្រោះថាខ្លួនយើងនេះឯងដែលជាឧបសគ្គដ៏ធំបំផុតដើម្បីអាចផ្លាស់ប្ដូរខ្លួនឯងហើយអាចឈានទៅផ្លាស់ប្ដូរពិភពលោកនេះបានទាំងនេះគឺជាមេរៀនដែលអ្នកត្រូវរៀនជាចាំបាច់ក្នុងជីវិតអានហើយពិចារណានិងប្រើវាក្នុងជីវិតជាក់ស្ដែងរបស់អ្នកគួរត្រូវរំលឹកផងដែរថាការដែលអាចផ្លាស់ប្ដូរទៅបានសុទ្ធតែត្រូវការពេលវេលាដូច្នេះត្រូវទុកពេលឲ្យខ្លួនឯងឲ្យបានគ្រប់គ្រាន់ជីវិតរបស់អ្នកអាចផ្លាស់ប្ដូរមួយរំពេចដូច្នេះជំនួសឲ្យការដែលគ្រាន់តែទទួលយកនៅអ្វីដែលអ្នកបានទទួលអ្នកត្រូវតែដឹងគុណចំពោះវានិងធ្វើអ្វីដែលល្អជាមួយវាជីវិតមួយនេះយើងមិនអាចស្មានដឹងមុនបានឡើយហើយវាថែមទាំងងាយនឹងផុយស្រួយទៀតផងអ្វីដែលយើងគួរធ្វើនោះគឺអបអរចំពោះអ្វីដែលយើងមានក្នុងពេលបច្ចុប្បន្នហើយប្រើប្រាស់វាឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបានអ្នកមិនគួរយល់ថាគ្រប់យ៉ាងនឹងស្ថិតនៅជាមួយអ្នកជាដរាបនោះទេអ្នកត្រូវដឹងគុណចំពោះឱកាសដែលអ្នកបានទទួលនិងសាទរចំពោះអ្វីដែលអ្នកបានទទួលហើយក៏ព្យាយាមបង្កើតនៅរឿងវិជ្ជមានផ្សេងឲ្យកើតមានក្នុងពិភពលោកនេះជារឿយយើងតែងភ្លេចថាសេចក្តីស្លាប់នៅគៀកបង្កោយដែលយើងមើលមិនដឹងនិងមិនអាចប៉ះបានជួនកាលវាអាចឆក់យកជីវិតយើងក្នុងពេលត្រឹមតែមួយប៉ព្រិចភ្នែកដែលធ្វើឲ្យយើងត្រូវឃ្លាតឆ្ងាយពីរបស់មានតម្លៃទាំងអស់នោះហើយដូច្នេះហើយរបស់តែមួយគត់ដែលយើងត្រូវដឹងគុណនៅពេលនេះគឺការដែលនៅមានជីវិតរស់នៅបន្តទៀតវាមិនអីទេដែលទទួលអារម្មណ៍បរាជ័យនៅពេលខ្លះការពិតស្ថិតនៅត្រង់ថាអ្នកមិនបានជំពាក់អ្វីទេចំពោះជីវិតកាលនៅក្មេងតែអ្នកជំពាក់គ្រប់យ៉ាងក្នុងពេលបច្ចុប្បន្នកាលពីនៅក្មេងខ្ញុំធ្លាប់គិតថាការទទួលអារម្មណ៍បរាជ័យនៅពេលខ្លះវាជារឿងដ៏អាម៉ាស់បំផុតទើបតែពេលនេះខ្ញុំដឹងថាវាជារឿងធម្មតាទេនៅក្នុងជីវិតព្រោះជីវិតមិនមែនដូចជាខ្សែបន្ទាត់ត្រង់ដែលអាចរត់ពីទីតាំង A ទៅទីតាំង B បានដោយគ្មានឧបសគ្គបានឡើយតែវាប្រៀបដូចជារង្វង់និងរលកដែលមានចុះមានឡើងមានខ្ពស់មានទាបវាជាដំណើរក្នុងការស្វែងរកនិងបង្កើតនៅអ្វីថ្មីយើងអាចផាត់ពណ៌ឲ្យវាដោយពណ៌ចម្រុះហើយយកទៅប្រកួតនឹងអ្នកផ្សេងជីវិតគឺជាការផ្លាស់ប្ដូរការទទួលអារម្មណ៍បរាជ័យជារឿងធម្មតាហើយវាមិនមែនជាបញ្ហាអ្វីទេដែលគ្រប់គ្នាមើលមកអ្នកក្នុងលក្ខណៈបែបណានោះម្ចាស់ជំនួញគ្រប់រូបខិតខំស្វែងរកវិធីចូលឲ្យដល់អតិថិជនកាន់តែច្រើនរីឯគូស្នេហ៍ព្យាយាមរកវិធីពីរបៀបរក្សាទំនាក់ទំនងពួកគេឲ្យបានយូរអង្វែងនិងកាន់តែល្អក់ល្អឿនឡើងចំណែកឯឪពុកម្ដាយថ្មីថ្មោងវិញព្យាយាមរកវិធីចិញ្ចឹមបីបាច់កូនឲ្យបានល្អនិងធ្វើខ្លួនឲ្យទៅជាឪពុកម្ដាយគំរូសម្រាប់កូនរបស់ពួកគេអ្នកត្រូវតែដឹងថាការទទួលអារម្មណ៍បរាជ័យវាគឺជាសញ្ញានៃការលូតលាស់ទៅវិញទេវាមានន័យថារឿងដែលអ្នកធ្លាប់ឲ្យតម្លៃវាលែងជាអ្វីសំខាន់សម្រាប់អ្នកទៀតហើយនៅក្នុងពេលនេះពីព្រោះហេតុអ្វីទៅនោះក៏ព្រោះថាអ្នកលែងជាអ្នកកាលពីមុនទៀតហើយពេលអ្នកនៅក្មេងអ្នកបានកំណត់គោលដៅនិងក្តីសុបិនថាអ្នកចង់ក្លាយទៅជាអ្វីពេលអ្នកធំឡើងតែបន្ទាប់ពីអ្នកបានឆ្លងកាត់រយៈពេលដ៏យូរអង្វែងនិងបទពិសោធន៍ជាច្រើនចំណងចំណូលចិត្តរបស់អ្នកក៏ផ្លាស់ប្ដូររួមទាំងការគិតរបស់អ្នកផងដែរ
វាមិនជាអ្វីទេដែលគ្រាន់តែទទួលអារម្មណ៍ថាខ្លួនបរាជ័យឬមានអារម្មណ៍ថាមិនដឹងថាខ្លួនត្រូវធ្វើអ្វីបន្តសម្រាប់ជីវិតអ្នកមិនអាចរំពឹងដឹងមុនបានទេចំពោះអ្វីដែលអ្នកនឹងទទួលបានព្រោះវាគឺជាដំណើរការដែលឥតមាននរណាម្នាក់អាចដឹងមុនបានឡើយរឿងដែលសំខាន់នាពេលនេះគឺកុំប្រើភាពបរាជ័យជាលេសក្នុងការមិនប្រឹងប្រែងបន្តទៅទៀតសកម្មភាពមានប្រសិទ្ធភាពកាន់តែច្បាស់ជាងគំនិតអ្នកមិនអាចទៅដល់គោលដៅជីវិតថ្មីដោយការគិតនោះទេបើអ្នកគ្មានសកម្មភាពធ្វើយ៉ាងណាទើបអ្នកអាចរកឃើញអ្វីដែលចង់បានក្នុងជីវិតគឺអ្នកត្រូវរៀនពីអ្វីដែលអ្នកគិតថាចង់បានហើយបន្ទាប់មកធ្វើសកម្មភាពឆ្ពោះទៅកាន់អ្វីដែលអ្នកចង់បាននោះនេះហើយជាចម្លើយដ៏ល្អដែលអ្នកបានទទួលពីព្រោះអ្វីដែលបានលើកឡើងនេះមានន័យថាការគិតដោយគ្មានសកម្មភាពវាគ្រាន់តែជាសុបិនដែលគេងលក់តែប៉ុណ្ណោះការធ្វើសកម្មភាពនឹងឈានទៅដល់គោលដៅប្រកបដោយប្រសិទ្ធភាពជាងគំនិតដែលគ្រាន់តែគិតចោលព្រោះថានៅចុងបញ្ចប់នៃថ្ងៃនីមួយៗអ្នកនឹងបានរៀនអ្វីថ្មីអភិវឌ្ឍជំនាញដោយការធ្វើសកម្មភាពអ្នកនឹងចេះចម្អិនអាហារដោយការរៀនចម្អិនអាហារអ្នកនឹងក្លាយជាអ្នកនិពន្ធដ៏ពូកែដោយការអង្គុយសរសេរជារៀងរាល់ថ្ងៃនៅពេលអ្នកឈានចូលតែបន្តិចទៅកាន់អ្វីដែលអ្នកមានចំណាប់អារម្មណ៍ចង់រៀនពីវានោះអ្នកនឹងទទួលបានចំណេះដឹងកាន់តែទូលំទូលាយពីវាហើយអ្នកក៏ទទួលបានចម្លើយចំពោះអ្វីដែលអ្នកចង់បានដែរអ្វីដែលអ្នកត្រូវការជាចាំបាច់នៅក្នុងពេលនេះគឺទិសដៅមានន័យថាអ្នកត្រូវតែដឹងថាទៅណានៅពេលអ្នកជឿជាក់លើដំណើរទៅកាន់គោលដៅរបស់អ្នកនឹងរកឃើញមធ្យោបាយដើម្បីទៅដល់គោលដៅនោះគឺអ្នកគ្រាន់តែដឹងថាត្រូវទៅណាជាមុនសិនទៅបានហើយនេះហើយគឺជាហេតុផលដែលថាអ្នកមិនអាចទៅសម្រេចគោលដៅជីវិតបានឡើយបើអ្នកគ្មានសកម្មភាពដើម្បីឈានទៅដល់គោលដៅនោះកុំរត់តាមចាប់សុភមង្គលព្រោះអ្នកមិនអាចទទួលបានវាទេតែអ្នកត្រូវដឹងថាសុភមង្គលកើតពីចិត្តដែលស្កប់ស្កល់ការពេញចិត្តអ្វីដែលខ្លួនមានការមិនច្រណែនការមានឥរិយាបថល្អសកម្មភាពល្អនិងសេចក្តីដឹងគុណកាលពីច្រើនឆ្នាំកន្លងទៅនៅក្នុងការប្រគំតន្ត្រីក្នុងពិធីបុណ្យជាតិមួយខ្ញុំបានជួបនឹងស្ត្រីម្នាក់ដែលមានវ័យប្រមាណ30ឆ្នាំនាងបានប្រាប់ខ្ញុំថានាងនៅមិនទាន់រកឃើញសុភមង្គលក្នុងជីវិតរបស់នាងនៅឡើយទេនាងនៅតែកំពុងតាមរកវានៅឡើយនោះដោយហេតុថាមនុស្សយើងមិនចេះស្កប់ស្កល់ចំពោះអ្វីដែលខ្លួនកំពុងមានហើយតែងតែប្រាថ្នាចង់បានលើសពីអ្វីដែលខ្លួនទទួលបានជានិច្ចនៅពេលយើងបានទទួលរបស់អ្វីមួយហើយយើងតែងប្រាថ្នារករបស់ដែលកាន់តែធំជាងកាន់តែល្អប្រណិតជាងនិងកាន់តែអស្ចារ្យជាងរបស់ដែលយើងមានក្នុងពេលបច្ចុប្បន្ននេះខ្ញុំគ្រាន់តែចង់ប្រាប់អ្នកឲ្យដឹងថាសុភមង្គលមិនមែនជាកោះឋានសួគ៌ដែលអ្នកត្រូវទៅស្វែងរកអ្វីគ្រប់យ៉ាងនោះទេសុភមង្គលគឺស្ថិតនៅជាមួយអ្នកគ្រប់ពេលវេលាមិនថាអ្នកទៅដល់ទីណាឬកន្លែងណាក៏ដោយអ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចកំណត់ថាតើអ្នកត្រូវរស់នៅដោយមានសុភមង្គលឬត្រូវរត់តាមចាប់សុភមង្គលអ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចជ្រើសរើសថាតើគួរក្រោកឡើងដោយមានសុភមង្គលជារៀងរាល់ព្រឹកឬអត់សុភមង្គលនិងសេចក្តីសុខរបស់អ្នកមិនមែនពាក់ព័ន្ធនឹងអ្វីដែលអ្នកគិតថានឹងត្រូវធ្វើឲ្យបានល្អបំផុតនៅថ្ងៃមុខឬដំណើរជីវិតដែលអ្នកត្រូវឆ្លងកាត់ឬអ្វីដែលត្រូវចូលមកក្នុងជីវិតជាបន្តបន្ទាប់នោះទេតែវាជាអ្វីគ្រប់យ៉ាងដែលអ្នកមានក្នុងពេលបច្ចុប្បន្នការទទួលយកនិងពេញចិត្តនៅអ្វីដែលមានក្នុងពេលបច្ចុប្បន្ននិងសេចក្តីដឹងគុណចំពោះអ្វីដែលអ្នកកំពុងមាននោះបើអ្នកមិនទទួលស្គាល់និងដឹងគុណនៅអ្វីដែលខ្លួនកំពុងមានហើយនៅតែបន្តតាមចាប់យកក្តីសុបិនធំដែលមិនអាចទៅរួចវាក៏នឹងធ្វើឲ្យអ្នកកាន់តែខិតចាក់ឆ្ងាយពីអនាគតដែលមានសុភមង្គលហើយអ្នកនឹងមិនដែលទទួលបានសុភមង្គលសំបីក្នុងមួយខណៈពេលសោះឡើយវាមិនចាំបាច់ត្រូវការអ្វីច្រើនពេកទេដើម្បីធ្វើឲ្យជីវិតអ្នករីករាយការដែលរៀនទទួលយកនៅអ្វីដែលអ្នកបានទទួលក្នុងពេលបច្ចុប្បន្នសរសេរនៅអ្វីដែលអ្នកត្រូវដឹងគុណជារៀងរាល់ព្រឹកព្រមទទួលអ្វីដែលកើតឡើងនិងធ្វើអ្វីដែលនាំឲ្យអ្នករីករាយចេញពីចិត្តជារៀងរាល់ថ្ងៃនោះហើយគឺជារឿងងាយសាមញ្ញដែលនឹងនាំអ្នកឲ្យទៅកាន់ជីវិតដែលមានសេចក្តីសុខនិងពោរពេញដោយសុភមង្គលបានបើចង់ផ្លាស់ប្ដូរវិថីជីវិតចាប់ផ្ដើមដោយការបដិញ្ញាចិត្តទៅកាន់ទីដែលអ្នកចង់ទៅដោយមិនងាករេហើយនៅតែបន្តទៅមុខដោយឥតរួញរា
ការពិថិតក្នុងវ័យចន្លោះពី24ទៅ28ឆ្នាំខ្ញុំបាននិយាយអំពីការក្លាយទៅជាសហគ្រិនមួយរូបប៉ុន្តែមិនដែលធ្វើជាសហគ្រិនម្ដងណាទេព្រោះហេតុអ្វីនោះក៏ព្រោះតែខ្ញុំបានត្រឹមតែនិយាយតែមិនដែលធ្វើសកម្មភាពតតែសោះរហូតដល់ខ្ញុំអាយុ29ឆ្នាំខ្ញុំបានចុះឈ្មោះក្រុមហ៊ុនដំបូងរបស់ខ្ញុំហើយខ្ញុំបានបដិញ្ញាចិត្តថាត្រូវក្លាយជាសហគ្រិនមួយរូបឲ្យបានហើយវាពិតជាបានផ្លាស់ប្ដូរវិថីជីវិតរបស់ខ្ញុំមែនមួយឆ្នាំក្រោយមកពេលខ្ញុំអាយុ30ឆ្នាំខ្ញុំក៏សម្រេចចិត្តក្លាយទៅជាអ្នកនិពន្ធខ្ញុំបានបដិញ្ញាចំពោះអាជីពថ្មីនេះខ្ញុំបានបង្កើតប្រព័ន្ធមួយដែលអាចជួយឲ្យខ្ញុំនៅតែបន្តដំណើរទៅមុខដោយមិនងាករេក្នុងរយៈពេលត្រឹមតែ12ខែខ្ញុំបានបោះពុម្ពអត្ថបទអនឡាញជាច្រើនច្បាប់ដែលមានអ្នកមើលពីចំនួន0រហូតដល់ជាង50,000នាក់និងមានអ្នក follow រហូតដល់6,100នាក់អាថ៌កំបាំងរបស់ខ្ញុំគឺខ្ញុំបន្តសរសេរនិងបោះពុម្ពផ្សាយ2ទៅ3អត្ថបទក្នុងមួយសប្តាហ៍ទោះបីថ្ងៃខ្លះខ្ញុំគ្មានអារម្មណ៍និពន្ធក៏ដោយក៏ខ្ញុំត្រូវបង្ខំខ្លួនឯងឲ្យប្រឹងប្រែងបង្ហាញស្នាដៃនិពន្ធរបស់ខ្លួនឲ្យបានបើអ្នកចង់ផ្លាស់ប្ដូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរអ្នកត្រូវអនុវត្តតាមដូចខាងក្រោមនេះ 1. បដិញ្ញាចិត្តធ្វើរឿងតែមួយ 2. រក្សាភាពនឹងណក្នុងការសម្រេចវា 3. ជំរុញខ្លួនឯងឲ្យធ្វើវាឲ្យបានការបដិញ្ញាចិត្តគឺជាអ្វីដែលនឹងនាំអ្នកឲ្យចាប់ផ្ដើមដើរទៅលើវិថីជីវិតថ្មីរីឯការរក្សាភាពនឹងណមិនងាករេគឺជាគន្លឹះនាំទៅកាន់ការផ្លាស់ប្ដូរដែលមានស្ថិរភាពយូរអង្វែងហើយភាពមិនរួញរាគឺជាអ្វីដែលនាំឲ្យអ្នកជំនះបាននូវឧបសគ្គទាំងឡាយយើងគ្រប់គ្នាតែងទទួលនៅឥទ្ធិពលជាវិជ្ជមានដែលប៉ះពាល់លើជីវិតយើងបន្តិចម្ដងពីមួយថ្ងៃទៅមួយថ្ងៃតែយើងអាចផ្លាស់ប្ដូរខ្លួនឯងដោយការមើលថែនិងអភិវឌ្ឍខ្លួនឯងបន្តិចម្ដងពីមួយថ្ងៃទៅមួយថ្ងៃព្រោះថាទម្លាប់របស់យើងកំណត់ពីជីវិតយើងអ្វីដែលយើងធ្វើនៅថ្ងៃនេះវានឹងជះឥទ្ធិពលដល់នរណាដែលយើងនឹងក្លាយទៅជានៅថ្ងៃស្អែកមានបន្ទាត់ស្ដើងមួយនៅចន្លោះរវាងអ្នកនៅពេលបច្ចុប្បន្ននិងនរណាដែលអ្នកចង់ក្លាយទៅជានៅថ្ងៃអនាគតចំណុចភ្ជាប់នៃផ្នែកទាំងពីរគឺជាទម្លាប់ដ៏តូចមួយដែលអ្នកត្រូវអនុវត្តជារៀងរាល់ថ្ងៃបើអ្នកលឯងទៅកាន់ទម្លាប់អាក្រក់ឬមិនអើពើនឹងទម្លាប់ល្អទេអ្នកនឹងជួបតែភាពអវិជ្ជមានចំពោះជីវិតបន្តិចម្ដងពីមួយថ្ងៃទៅមួយថ្ងៃតែបើអ្នកព្យាយាមបង្កើតនូវទម្លាប់ល្អជារៀងរាល់ថ្ងៃអ្នកក៏នឹងអាចសាងខ្លួនឲ្យល្អប្រសើរឡើងបន្តិចម្ដងពីមួយថ្ងៃទៅមួយថ្ងៃក្នុងរយៈពេល6ខែនៃសហគ្រិនភាពរបស់ខ្ញុំបានបោះបង់ខ្លួនឯងទាំងស្រុងខ្ញុំលែងធ្វើសមាធិខ្ញុំលែងមានទំនាក់ទំនងសង្គមខ្ញុំលែងធ្វើលំហាត់ប្រាណខ្ញុំលែងខ្វល់ពីការថែទាំខ្លួនឯងហើយជាលទ្ធផលការគិតជ្រុលរហូតដល់គេងលែងលក់ការខកចិត្តនឹងព្រួយបារម្ភជាប្រចាំការច្របូកច្របល់ផ្នែកអារម្មណ៍និងការវង្វេងវង្វាន់វាធ្វើឲ្យខ្ញុំមានវាបដិសារីជាខ្លាំងជាសំណាងណាស់នៅពេលដែលខ្ញុំភ្ញាក់ខ្លួនពីការមានអេរយាបថខុសឆ្គងទាំងនោះខ្ញុំក៏លែងបណ្ដោយខ្លួនតទៅទៀតហើយចាប់តាំងពីពេលនោះមកខ្ញុំក៏ចាប់ផ្ដើមអនុវត្តនៅទម្លាប់ទាំង10ហើយនៅតែបន្តអនុវត្តវារហូតមកដល់ពេលនេះទម្លាប់ដែលខ្ញុំអនុវត្តនោះរួមមានការចូលរួមក្នុងចំណោមការធ្វើសមាធិ15នាទីជារៀងរាល់ព្រឹកការរលឹកដឹងគុណការហាត់ប្រាណជាប្រចាំនិងការមិនប្រញាប់ប្រញាល់ជាដើមការពិតគឺថារាល់ថ្ងៃយើងប្រឈមជាមួយបញ្ហាជាច្រើនបញ្ហាខ្លះវាធំនិងស្មុគស្មាញជាងបញ្ហាដទៃផ្សេងទៀតទោះបីជាបញ្ហាទាំងនោះវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ខ្លាំងយ៉ាងណាក៏ដោយយើងអាចនឹងរកវិធីដោះស្រាយចេញនិងយកខ្លួនឯងឲ្យងើបឡើងមកវិញបានការដែលយើងអាចធ្វើបែបនេះបានក៏ព្រោះតែទម្លាប់ដ៏ល្អប្រចាំថ្ងៃរបស់យើងនោះឯងទម្លាប់ប្រចាំថ្ងៃរបស់យើងនិងការថែទាំខ្លួនឯងឲ្យបានល្អវាគឺជាការដឹកនាំទិសដៅជីវិតឲ្យដំណើរការទៅមុខដោយរលូនក៏ព្រោះថាអ្វីដែលយើងធ្វើនៅថ្ងៃនេះវាជាឥទ្ធិពលទៅលើនរណាដែលយើងនឹងក្លាយទៅជានៅថ្ងៃអនាគតបើអ្នកចង់ដឹងថាខ្លួនអ្នកនឹងស្ថិតនៅទីណានៅពេលអនាគតចូលក្រឡេកមើលអ្វីដែលអ្នកកំពុងធ្វើនៅថ្ងៃនេះបើអ្នកចង់ក្លាយជាអ្នកនិពន្ធដ៏ពូកែម្នាក់ចូលអង្គុយចុះហើយចាប់ផ្ដើមសរសេរនៅថ្ងៃនេះបើអ្នកចង់បានរូបរាងសមសួនចូលចាប់ផ្ដើមទម្លាប់ហាត់ប្រាណចាប់ពីថ្ងៃនេះអ្នកនឹងក្លាយទៅជាទម្លាប់របស់អ្នកបើអ្នកបន្តអនុវត្តវាជាដដែលបើអ្នកចង់ឲ្យមួយថ្ងៃរបស់អ្នកជាប់ដោយទម្លាប់ល្អចូលមកចោតចំពោះវាព្រោះលទ្ធផលល្អមិនមែនកើតឡើងបានត្រឹមតែមួយយប់នោះទេ
ភាពផ្លាស់ប្ដូរកើតឡើងបានបន្ទាប់ពីអ្នកធ្វើទម្លាប់តូចមួយជាប្រចាំជារៀងរាល់ថ្ងៃដើម្បីឆ្ពោះទៅកាន់ជីវិតដ៏ស្រស់បំព្រងនិងយូរអង្វែងកុំប្រាប់គេពីគោលដៅរបស់អ្នកគ្រាន់តែឲ្យគេមើលឃើញពីភាពរីកចម្រើនរបស់អ្នកទៅបានហើយពីព្រោះអ្នកនឹងតែងតែទទួលបានការលើកទឹកចិត្តជានិច្ចការប្រាប់អ្នកដទៃពីគោលដៅរបស់ខ្លួនដោយគិតថាអ្នកនឹងបានទទួលការកោតសរសើរបើសិនជាគោលដៅនោះបរាជ័យវានឹងធ្វើឲ្យអ្នកកាន់តែខ្មាស់គេខ្លាំងឡើងដូច្នេះហើយទើបមានពេលខ្លះអ្នកគ្រាន់តែនិយាយពីអ្វីដែលអ្នកចង់ធ្វើទៅបានហើយដែលមិនចាំបាច់ត្រូវបង្ហើបពីគោលដៅរបស់អ្នកនោះទេនោះហើយជាមូលហេតុដែលខ្ញុំមិនដែលប្រាប់ពីគោលដៅរបស់ខ្លួនឯងដល់នរណាឡើយគឺខ្ញុំសង្ងំធ្វើវាស្ងាត់ដោយទុកឲ្យគេឃើញពីភាពរីកចម្រើនលូតលាស់របស់ខ្ញុំដែលជាលទ្ធផលជំនួសវិញពេលអ្នកចែករំលែកពីភាពរីកចម្រើនរបស់អ្នកនឹងបន្តធ្វើឲ្យខ្លួនឯងមានកម្លាំងចិត្តដូច្នេះកុំចង់បានការកោតសរសើរពីអ្នកដទៃទាំងដែលមិនទាន់ទទួលបានជោគជ័យផងនោះព្រោះលទ្ធផលយ៉ាងណាយើងមិនអាចទីដឹងមុនបានទេធ្វើវាដោយស្ងៀមស្ងាត់ឲ្យចេញជាលទ្ធផលវិញល្អជាងកុំទៅចំណាយពេលប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃព្រោះវាគ្រាន់តែជារឿងឥតប្រយោជន៍ប៉ុណ្ណោះឈប់ប្រៀបធៀបខ្លួនឯងតទៅទៀតហើយចាប់ផ្ដើមបង្កើតនិយមន័យជោគជ័យសម្រាប់ជីវិតផ្ទាល់ខ្លួនវិញការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃគឺជាទម្លាប់ដ៏គួរឲ្យតុកសិកបំផុតដែលជាហេតុនាំឲ្យប៉ះពាល់ដល់ភាពសុខស្រួលនៃអារម្មណ៍និងសុខភាពផ្លូវចិត្តរបស់ខ្លួនឯងនៅពេលខ្ញុំចាប់ផ្ដើមដំណើរជីវិតជាសហគ្រិនដំបូងរបស់ខ្ញុំបានប្រៀបធៀបខ្លួនឯងទៅនឹងសហគ្រិនដទៃទៀតខ្ញុំបានប្រៀបធៀបចំពោះទី1នៃជីវិតរបស់ខ្ញុំទៅនឹងចំពោះទី20នៃជីវិតរបស់គេទាំងដែលតាមពិតទៅខ្ញុំមិនបានដឹងថាសាច់រឿងរបស់គេវាយ៉ាងណានោះទេខ្ញុំមិនទាំងស្គាល់នរណាដែលខ្ញុំចង់ប្រៀបធៀបជាមួយផងទេវាគ្មានហេតុផលទាល់តែសោះហើយខ្ញុំបានត្រឹមតែធ្វើឲ្យខ្លួនឯងមានវិបដិសារីប៉ុណ្ណោះរឿងពិតដែលមិនអាចកែប្រែបានគឺយើងម្នាក់មានភាពតែមួយរៀងខ្លួនយើងម្នាក់មានសាច់រឿងផ្ទាល់ខ្លួនដើម្បីសរសេរនិងដើរនៅលើវិថីជីវិតផ្ទាល់ខ្លួនដូច្នេះជំនួសឲ្យការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃអ្នកគួរបង្កើតនិយមន័យនៃភាពជោគជ័យរបស់ខ្លួនឯងផ្ទាល់សំខាន់ឲ្យតែអ្នកស្មោះត្រង់ចំពោះនិយមន័យនោះវាជាការស្រេចទៅហើយអ្នកក៏នឹងទទួលបានជោគជ័យដកស្រង់ពីសៀវភៅអំណោយជីវិតលោកអ្នកអាចរកអានសៀវភៅនេះបាននៅក្នុង Channel Telegram ជំរំនិស្សិត Home of Student កាលពីនៅតូចខ្ញុំមានសុបិនចង់ផ្លាស់ប្ដូរពិភពលោកមួយនេះតែពេលធំដឹងក្តីឡើងខ្ញុំក៏លែងមានគំនិតបែបនោះហើយក៏មិនដឹងថាតើត្រូវធ្វើវាបែបណាដែរដែលគ្រាន់តែអាចគិតត្រឹមតែថាតើត្រូវធ្វើអ្វីសម្រាប់ជីវិតខ្លួនឯងបានប៉ុណ្ណោះខ្ញុំបានធ្វើអ្វីគ្រប់បែបយ៉ាងដោយគ្មានកំណត់បាននៅអត្ថន័យសំខាន់